គ្រប់ជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីនឹករលឹកនៅក្នុងវីដេអូនេះខ្ញុំក៏សូមរំលឹកដំណឹងទៅដល់ពុទ្ធសាសនិកជនដែលតែងតែគោរពបូជាពុទ្ធសាសនានិងគោរពប្រតិបត្តិដូចជាគោរពនៅក្តីល្អរបស់ព្រះអង្គអ្នកវាសីបណ្ឌិតចន្ទមនីឲ្យបានជ្រាបថាចាប់តាំងពីរាត្រីថ្ងៃទី18ព្រះអង្គបាននិមន្តចេញពីវត្តសុទ្ធទៅក្នុងព្រៃដើម្បីសមាធិក៏ដូចជាចម្រើនពធដែលព្រះអង្គបានសន្យាខ្លួនព្រះអង្គផ្ទាល់ប្រហែលឆ្នាំមកហើយមិនមែនទៅសន្យាឥឡូវទេបើតាមខ្ញុំស្ដាប់សង្ឃនិការបស់ព្រះអង្គគឺថាព្រះអង្គបានសន្យាជាមួយនឹងគណៈកម្មការវត្តក៏ដូចជាពុទ្ធបរិស័ទនៅក្នុងបរិវេណវត្តសុទ្ធថាជួយកសាងវត្តរយៈពេល7ឆ្នាំពេលឥឡូវនេះគម្រប់បាន7ឆ្នាំហើយព្រះអង្គក៏បានបំពេញសច្ចវាចាដោយមិនចោទចម្ពាក់នៅលៀបសក្ការៈក៏ដូចជាគេឈ្មោះដែលព្រះអង្គកំពុងតែទទួលបានពីពុទ្ធសាសនិកជនដែលយល់ពីបទព្រះអង្គនិងការប្រតិបត្តិរបស់ព្រះអង្គហើយនឹងការគ្រប់គ្រងយ៉ាងក្រឹតក្រែងពីពុទ្ធសាសនិកជនគ្រប់ស្រទាប់វណ្ណៈនៅក្នុងការបំពេញសច្ចវិជ្ជានេះខ្ញុំសូមគ្រប់គ្រងចំពោះការសម្រេចបទរបស់ព្រះអង្គសម្រេចទឹកចិត្តរបស់ព្រះអង្គគឺថាក្នុងនាមជាអ្នកបួសក្នុងនាមជាអ្នកកាន់ធម៌វិន័យក្នុងនាមជាអ្នកដែលគ្រប់ប្រតិបត្តិក្រឹតក្រមនៃពុទ្ធសាសនាកាលណាតែយើងមិនបំពេញសច្ចវិជ្ជាទេនោះគេហៅថាដាច់សិលមួយហើយសច្ចវិជ្ជានេះសំខាន់ណាស់ពីព្រោះសច្ចវិជ្ជាធ្វើឲ្យមនុស្សម្នាមានការគោរពនិងឲ្យតម្លៃជាពិសេសគឺទេវតានិងអមនុស្សកោតខ្លាចដោយតែសច្ចវិជ្ជានេះឯងសច្ចវិជ្ជានេះគឺសំដៅទៅលើការគោរពនៅសម្ដីរបស់ខ្លួនមិនភូតកុហកមិនមានចិត្តវាយវេដោយសារតែគេហៅថាលៀបសក្ការៈក៏ដូចជាភាពល្បីល្បាញព្រះអង្គបានរំលេចនៅសង្ឃនិកាជាច្រើនមកដែរតាំងពីខ្ញុំស្គាល់ព្រះអង្គគឺថាលោកមិនជាប់ចម្ពាក់ជាមួយនឹងគេឈ្មោះលៀបសក្ការៈបនស័កអីទេដល់ពេលវេលាគឺលោកនឹងនិមន្តចេញតែម្ដងឥឡូវលោកបានបំពេញហើយសង្ឃឹមថាអ្នកដែលមិនមាននិស្ស័យជាមួយព្រះអង្គមិនបន្តវាយប្រហារព្រះអង្គឬក៏បំភ្លៃនៅរឿងពិតរបស់ព្រះអង្គទៅចោះហើយលោកអ្នកសូមរស់នៅជាសុខរៀងខ្លួនហើយព្រះអង្គនិមន្តទៅសមាធិក៏ដូចជាចម្រើនពធនៅក្នុងព្រៃនេះទី1គឺស្របតាមពុទ្ធប្រវត្តិផងដែរព្រោះនៅសម័យព្រះក៏មានភិក្ខុសង្ឃពេញចិត្តពេញបតីទៅចម្រើនពធនៅក្នុងព្រៃដែរនោះទី1ទី2ព្រះអង្គបានបំពេញសច្ចវិជ្ជាដែលក្នុងនាមខ្លួនជាអ្នកដែលរក្សាសិលអញ្ចឹងកាលណាតែអ្នករក្សាសិលមិនមែនតែភិក្ខុសង្ឃឬក៏ព្រះសង្ឃទេសូម្បីតែអ្នកបួសក្នុងភេទជាតាបោះអនិយមថាជាតាឥសីការចំនួនព្រះគឺមានបួសពីរប្រភេទហ្នឹងបួសក្នុងនាមក្នុងភេទជាតាបោះឬក៏តាឥសីឬក៏បួសជាភិក្ខុសង្ឃសាវករបស់ពុទ្ធអញ្ចឹងក្នុងនាមជាអ្នកកាន់សិលអ្នកដែលស្វែងរកសច្ចធម៌គឺត្រូវតែគោរពនៅសច្ចវិជ្ជានឹងឯងគោរពនៅពាក្យសម្ដីរបស់ខ្លួនហើយវាមិនមែនជាឆាតល្ខោនលេងដើម្បីឲ្យជនណាមើលនោះទេវាជារឿងពិតមួយដែលព្រះអង្គតែងតែពោលនៅពេលដែលជួបពុទ្ធបរិស័ទជាច្រើនមិនមែនពោលតែម្ដងទេព្រះអង្គពោលជ្រាបច្រើនដងថាព្រះអង្គដល់អាណត្តិព្រះអង្គដល់ពេលវេលាព្រះអង្គនឹងនិមន្តចូលព្រៃវិញហើយពីព្រោះព្រះអង្គបានមកសន្យាថាជួយកសាងវត្តនេះតែ7ឆ្នាំប៉ុណ្ណោះដោយបុណ្យបារមីព្រះអង្គ
miên bia tây đã chết đời caប្រតិបត្តិរបស់ព្រះអង្គបច្ចុប្បន្នជាតិអញ្ចឹងទេវតាប្រទានពរក៏មានចំណុចស្របមួយគឺ2ឆ្នាំចុងក្រោយនៃផុតការសន្យានោះព្រះអង្គត្រូវបានទទួលបានការស្វាគមន៍ក៏ដូចជាពេញចិត្តពីសាធុជនទាំងឡាយគ្រប់ស្រទាប់វណ្ណៈរហូតបានធ្វើឲ្យបរិវេណទឹកដីកសុតពីមុនមិនមែនវត្តទេគាត់តែជាអាស្រមទេហើយតាសុតនឹងគាត់ក៏មានចិត្តជ្រះថ្លាប្រគេនដីជូនព្រះសង្ឃក៏មាននៅឆន្ទៈបង្កើតជាវត្តអញ្ចឹងវត្តមានរបស់ព្រះអង្គច័ន្ទមុនីបានធ្វើឲ្យបរិវេណដីតាសុតคล้ายជាវត្តអារាមដ៏មនោរម្យហើយសាធុជនទាំងឡាយពុទ្ធសាសនិកជនទាំងឡាយមានសេចក្តីជ្រះថ្លាជាមួយព្រះអង្គច័ន្ទមុនីបានរួមគ្នាកសាងបរិវេណដីតាសុតคล้ายជាមជ្ឈមណ្ឌលគេហៅថាមជ្ឈមណ្ឌលទេសចរបែបសាសនាពីព្រោះកាលណាដែលយើងចូលទៅដល់ទីអាវាសវត្តសុទ្ធយើងនឹងមានអារម្មណ៍ស្រស់ស្រាយហើយបើខែវស្សាផងយើងនឹងបាត់ទុក្ខកង្វល់ដោយសារតែសម្រស់ធម្មជាតិមានទឹកហូរមានកោះតាមគេហៅថាក្បែរវត្តហើយបរិយាកាសទីនោះគឺស្ងប់ស្ងាត់ប្រកបទៅដោយបរិយាកាសធម្មជាតិមានទឹកអូរខ្វាត់ខ្វែងនិងមានសម្រស់ដែលពុទ្ធបរិស័ទបានកសាងឡើងមានទាំងពុទ្ធរូបមានទាំងពីសួនមានទាំងពីដើមឈើលាក់ទាំងលាក់សូម្បីតែខ្ញុំជាអ្នកដែលខ្សឹកខ្សោយខាងទ្រព្យសម្បត្តិក៏បានភ្ជាប់និស្ស័យជាមួយពុទ្ធសាសនាតាមរយៈការជ្រះថ្លាជាមួយព្រះអង្គវិនយវិស័យបណ្ឌិតច័ន្ទមុនីបានដូចផ្ដើមកសាងនៅទីស្រង់ព្រះបានមួយកន្លែងដែរហើយទីស្រង់ព្រះនោះទៀតសោតឥឡូវនេះគឺយើងបានធ្វើជោគជ័យមួយអន្លើទៅហើយដោយសារតែខាងបងជាងចម្លាក់ពុទ្ធរូបលោកមមាញឹកការងារច្រើនពេកធ្វើឲ្យការខកខានមិនទាន់ពេលវេលាព្រះអង្គដែលព្រះអង្គបានចាកចេញពីអវវត្តសុទ្ធប៉ុន្តែទោះបីយ៉ាងណាការតាំងចិត្តរបស់ខ្ញុំកសាងទីស្រង់ព្រះគឺឧទ្ទិសដល់ព្រះពុទ្ធពធប្រសង្ឃហើយជ្រះថ្លាជាមួយព្រះអង្គច័ន្ទមុនីហើយយើងក៏បានទៅជែកពិភាក្សាអំពីរចនាបថនៃការកសាងប្លង់នៃការរចនាឡើងទាំងទីស្ថានទាំងពុទ្ធរូបអញ្ចឹងបើទោះបីជាគ្មានវត្តមានព្រះអង្គច័ន្ទមុនីប៉ុន្តែការងារនេះនៅតែដំណើរការនិងមានចិត្តជ្រះថ្លាដូចដើមពីព្រោះហេតុខាងដើមយើងបានព្រមព្រៀងគ្នាទាំងរចនាបថទាំងទីតាំងនិងកសាងទីស្ថានរួចទៅហើយទីស្ថាននោះទៀតសោតគឺព្រះអង្គច័ន្ទមុនីចូលរួមបន់ជាមួយខ្ញុំតែខ្ញុំខ្លួនឯងមិនទាន់សប្បាយចិត្ត 100% ទេពីព្រោះខ្ញុំចង់កសាងជាមួយពុទ្ធបរិស័ទជាមួយអ្នកមាននិស្ស័យជាមួយខ្ញុំនិងព្រះអង្គច័ន្ទមុនីនិងពុទ្ធសាសនាហើយកុំឲ្យប៉ះពាល់ទៅដល់បច្ច័យវត្តអញ្ចឹងមួយអន្លើបច្ច័យខាងកសាងពុទ្ធរូបគឺយើងមានគ្រប់គ្រាន់ហើយយើងទទួលបានពីពុទ្ធសាសនិកជនដែលជាជនជ្រះថ្លាជាមួយពុទ្ធសាសនានិងព្រះអង្គច័ន្ទមុនីបានចូលរួមគ្នារួមទាំងខ្ញុំនឹងបានថាវិការគ្រប់គ្រាន់រួចទៅហើយនៅការឆ្លាក់នៅពុទ្ធរូបប៉ុន្តែទីស្ថានសង្ឃព្រះនិយាយឲ្យសច្ចៈទៀងត្រង់គឺយើងមានបច្ច័យ$5,000ដើម្បីធ្វើប៉ុន្តែឥឡូវធ្វើហើយដោយសារតែបច្ច័យព្រះអង្គច័ន្ទមុនីលោកចូលបន់មួយខ្ញុំតែខ្ញុំនឹងបន្តទទួលដើម្បីឲ្យពុទ្ធបរិស័ទដទៃទៀតមានឧបនិស្ស័យក៏ដូចជាឱកាសកសាងបុណ្យតាមសទ្ធាជ្រះថ្លានៅទីស្ថានត្រង់ព្រះបាទហើយតម្លៃទីស្ថានត្រង់ព្រះដាច់ដោយឡែកពីតម្លៃនៃការកសាងពុទ្ធរូបបើបូកចូលគ្នា56,700ទោះបីក្នុងកលៈស័កនេះវាពិបាកនឹងសេដ្ឋកិច្ចប៉ុន្តែខ្ញុំបានបដិញ្ញាចិត្តរួចទៅហើយថាខ្ញុំនឹងធ្វើឲ្យបានក្នុងតម្លៃណាក៏ដោយព្រោះវាជាការសន្សំបុណ្យមិនមែនទៅកើតបុណ្យទេក៏មិនមែនធ្វើបុណ្យលោភលន់ដែរប៉ុន្តែវាជាការសន្សំបុណ្យសន្សំជាមួយពុទ្ធសាសនាសន្សំជាមួយនឹង
xa thủ chânទាំងឡាយដែលលោកចូលរួមកសាងជាមួយគ្នាអញ្ចឹងសំណួរសួរថាបើបាត់វត្តមានព្រះអង្គច័ន្ទមនីហើយតើសេចក្តីជ្រះថ្លារបស់ខ្ញុំនឹងថយចុះដែរឬទេសូមឆ្លើយដោយទៀងត្រង់និងស្មោះត្រង់ចេញពីបេះដូងថាបើទោះបីមិនមានវត្តមានព្រះអង្គច័ន្ទមនីក៏ដោយក៏ខ្ញុំនៅតែសប្បាយចិត្តកសាងនៅពុទ្ធរូបដូចជាទីស្ថានត្រង់ព្រះនៅវត្តសុទ្ធនៅដដែលដោយសារតែការដែលឧទ្ទិសទៅដល់ព្រះពុទ្ធធម៌ព្រះសង្ឃគឺអត់មានបុគ្គលណាផ្សេងមកជំនួសបានទេទី1ទី2យើងមានសេចក្តីជ្រះថ្លាជាមួយព្រះអង្គច័ន្ទមនីហើយយើងក៏បានទៅជែកនឹងបានសម្រេចគ្នារួចទៅហើយអំពីប្លង់ហើយនឹងរចនាប័ទ្មបើទោះបីវត្តមានព្រះអង្គច័ន្ទមនីមិនគង់នៅក៏ដោយប៉ុន្តែអ្វីៗគឺបានបន្សល់ទុកនៅគំនិតក៏ដូចជាការសម្រេចចិត្តរបស់ព្រះអង្គច័ន្ទមនីរួចទៅហើយដែរនេះគឺសពបញ្ជាក់ឲ្យឃើញថាមនុស្សទៅតែវត្ថុអនុស្សាវរីយ៍នៅមានយើងឃើញពុទ្ធរូបជាឃើញទីស្ថានស្រង់ព្រះប្រៀបបានដូចជាឃើញព្រះពុទ្ធធម៌ព្រះសង្ឃនិងឃើញព្រះអង្គច័ន្ទមនីដូចនោះដែរនេះគឺជាសន្តានចិត្តរបស់ខ្ញុំពីស្រស់ម្ចាស់ទានដតីទៀតខ្ញុំសង្ឃឹមថានឹងដូចខ្ញុំដែរពីព្រោះពួកគាត់យល់ច្បាស់អំពីការធ្វើទានអំពីការសន្សំបុណ្យជាមួយនឹងព្រះពុទ្ធធម៌ព្រះសង្ឃបាទអញ្ចឹងខ្ញុំក៏ចង់ឲ្យពុទ្ធសាសនិកជនកុំមានចិត្តរាំងស្ទះនៅដំណើរព្រះអង្គនិមន្តចូលព្រៃវិញពីព្រោះពេលដែលយើងមានចិត្តបែបនោះយើងមានបាបហើយបើយើងទៅខាត់ព្រះអង្គស្មើនឹងយើងទៅបំផ្លាញនៅសច្ចវិជ្ជារបស់ព្រះអង្គពេលដែលយើងបំផ្លាញសច្ចវិជ្ជារបស់ព្រះអង្គស្មើនឹងទាញព្រះអង្គច័ន្ទមនីឲ្យដាច់សិលហើយទាញព្រះអង្គច័ន្ទមនីបាត់នៅបុណ្យបារមីសច្ចាំងបងបត់លែងគ្រប់គ្រងទេវតាល្អដែលមានសមាធិដ្ឋិលែងគោរពបូជាព្រះអង្គអញ្ចឹងព្រះអង្គអស់បុណ្យបារមីខ្លាយជាសម្បកមនុស្សធម្មតាអញ្ចឹងទេយើងត្រេកអរនៅចំណុចដែលព្រះអង្គអាចប្រតិបត្តិបានគឺថាព្រះអង្គមិនញាប់ញ័រនៅវត្ថុខាងក្រៅមានដូចជាកិត្តិយសលកេរឈ្មោះទ្រព្យសម្បត្តិនិងការគ្រប់គ្រងពីមនុស្សជាច្រើនគ្រប់ស្រទាប់វណ្ណៈព្រះអង្គអត់ចោះចម្ពាក់ព្រះអង្គឲ្យតម្លៃស្មើគ្នាមានន័យថារដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការផ្កាយ1ផ្កាយ2ផ្កាយ3អ្នកខ្លះមកគ្មានលុយកាក់អ្នកខ្លះមកយាយអាយ៉ាគឺព្រះអង្គចាត់ទុកជាពុទ្ធបរិស័ទស្មើភាពគ្នាមិនរើសអើងទទួលជួបគ្រប់គ្នានេះហើយគឺជាសេចក្តីបរិសុទ្ធរបស់ព្រះអង្គវាអ្នកវិស័យបណ្ឌិតច័ន្ទមនីហើយខ្ញុំកត់សម្គាល់2ឆ្នាំមកនេះបើជាមនុស្សបុគ្គលធម្មតានឹងប្រែលក្ខណៈរបស់មនុស្សមានន័យថាប្រែសម្បុរប្រែទឹកមុខប្រែនៅសុផនភាពផ្សេងហើយនៅក្នុងរាងកាយរបស់ព្រះអង្គប៉ុន្តែព្រះអង្គប្រែដែរប្រែឡើងស្គមសល់តែច្រើនថ្ងៃមួយខ្ញុំទទួលព្រះអង្គនៅក្នុងកត់ជំនុំរបស់ព្រះអង្គខ្ញុំមើលព្រះអង្គគឺថាស្បែកដណ្ដប់ឆ្អឹងដងកវ៉ាត់ចេញមកអណ្ដែតមកដងកវ៉ាត់ណាហើយឡើងសាច់ឡើងយាហើយអភ័ក្រឡើងខ្មៅសាច់ឡើងខ្មៅខ្ញុំសំណោះហើយខ្ញុំសង្វេគថាអោព្រះអង្គហើយបើសិនជាបុគ្គលធម្មតាมันអាចថែរក្សារាងកាយឲ្យដូចដើមដែលខ្ញុំកណាជួបកាលពីប្រហែលឆ្នាំមុននោះទេមួយឆ្នាំជាងមុនបាទប៉ុន្តែបើនិយាយទៅ2ឆ្នាំខ្ញុំជួបព្រះអង្គបើសិនជាព្រះអង្គប្រកាសសច្ចៈវាចាការដែលខ្ញុំទៅជួបនោះគឺថា2ឆ្នាំទៀតអញ្ចឹង2ឆ្នាំបើបុគ្គលសង្ឃធម្មតាដែលមិនលះចោលនៅការញាប់ញ័រនៅវត្ថុខាងក្រៅទេសាច់ក៏ភ្លឺមុខក៏ស្រស់ថ្លាប៉ុន្តែដោយឡែកព្រះអង្គច័ន្ទមនីមិនប្រែប្រួលទៅណាសោះគឺមានតែទ្រុឌទ្រោមជាងមុនទៅទៀតការងារច្រើនប្រជាពុទ្ធបរិស័ទទៅពឹងអាស្រ័យច្រើនព្រះអង្គមិនដាច់ចិត្តមិនដាច់បតីទុកពួកគាត់ចោលព្រះអង្គមិនញាប់ញ័រនៅការសាធុជនទាំងឡាយប្រគេនទ្រព្យសម្បត្តិនានានោះទេព្រះអង្គមិនញាប់ញ័រ
នៅគេឈ្មោះនោះឡើយព្រះអង្គមិនញាប់ញ័រនៅការស្វាគមន៍ពីពុទ្ធបរិស័ទគ្រប់ទិសទីនោះឡើយព្រះអង្គតាំងចិត្តស្មើដោយមិនមានអ្វីមករំញោចឲ្យទឹកប្រតិព្រះអង្គភ្លើតភ្លើននៅតាមសភាវៈខាងក្រៅនោះទេនេះគឺជាផុសតាងបញ្ជាក់ឲ្យឃើញថាព្រះអង្គធ្វើប្រតិបានពលគឺសម្រេចធម៌ដែលមិនញាប់ញ័របានមនុស្សតិចណាស់បុគ្គលសង្ឃស្ទើរតែគ្មាននៅក្នុងយុគសម័យបច្ចុប្បន្ននេះខ្ញុំហ៊ាននិយាយបែបនោះថាស្ទើរតែគ្មានមានន័យថាមិនអាចរកបុគ្គលសង្ឃណាដែលមិនជាប់ចម្ពាក់និងមិនញាប់ញ័រនៅវត្ថុខាងក្រៅបានខ្ញុំមិនឧទាហរណ៍ទៅលើបុគ្គលណានោះទេប៉ុន្តែខ្ញុំសូមគូសសម្គាល់ថាពុំមានឡើយអញ្ចឹងនេះគឺជាឱកាសរបស់បងប្អូនដែលស្ទើរបន់ខ្វះបន់ឬក៏បន់តិចសូមភ្ញាក់ខ្លួនឡើងធ្វើបន់ជាមួយនឹងសង្ឃត្រឹមត្រូវធ្វើបន់ជាមួយនឹងសង្ឃដែលមានសច្ចវិជ្ជាគឺយើងបានបន់អនេកប្រការមិនរើសអើងប្រសងទេខ្ញុំនិយាយរឿងបុគ្គលបើនិយាយរឿងប្រសងពី4ឡើងទៅ4អង្គឡើងទៅប្រសងតែបើបុគ្គលសង្ឃគឺ1អង្គអញ្ចឹងខ្ញុំមិនបង្អាប់ប្រសងដទៃទេគ្រាន់តែថាយើងត្រូវចេះមើលថាតើបុគ្គលសង្ឃណាប្រតិបត្តិធម៌ត្រូវនឹងអាចជាសេចក្តីឲ្យយើងធ្វើបុណ្យជាមួយហើយចម្រើនបុណ្យបានបើយើងមិនចេះបែងចែកល្អអាក្រក់នឹងមានតម្លៃអត់តម្លៃទេគឺយើងមិនមែនជាបុគ្គលដែលឆ្លៀសវៃក្នុងការសន្សំបុណ្យឡើយប្រៀបបានដូចជាបុគ្គលមនុស្សយើងធម្មតាមិនស្គាល់ពេជ្រនិងដុំថ្មដូច្នោះដែរពេលដែលបុគ្គលនោះមិនស្គាល់ពេជ្រថាមានតម្លៃពេជ្រនោះនឹងមានតម្លៃស្មើនឹងដុំថ្មពួកគាត់នឹងយកពេជ្រនោះទៅធ្វើជាដុំចង្ក្រានដាំបាយតែបើបុគ្គលណាស្គាល់ដុំពេជ្រនោះនឹងមិនคล้ายជាដុំចង្ក្រានត្រឆ្នាំងបាយនោះឡើយនឹងคล้ายជាវត្ថុដែលមានតម្លៃស្មើជីវិតពួកគេយកទៅទុកទីសុវត្ថិភាពនឹងមិនឲ្យនរណាដឹងដូច្នេះអ្នកដែលមានចិត្តរង្គៀសជាមួយព្រះអង្គច័ន្ទមនីសូមឈប់រង្គៀសទៅមានន័យថាអំពើល្អរបស់ព្រះអង្គវាលើសលប់នៅអ្វីដែលអ្នកកំពុងតែតិចទៀននឹងតាមចាប់កំហុសព្រះអង្គហើយនៅលើโลกនេះអត់មានបុគ្គលណាល្អគ្រប់10នោះឡើយវាតែងតែមានចំណុចខ្វះខាតត្រង់នេះត្រង់នោះសូម្បីតែព្រះពុទ្ធក៏មានចំណុចខ្វះខាតរបស់ព្រះអង្គដែរបើពុំមានចំណុចខ្វះខាតទេព្រះពុទ្ធមិនអាចទទួលនៅកម្មអកុសលនៅពេលដែលព្រះពុទ្ធខ្លាយជាអ្នកត្រាស់ដឹងហើយនោះទេអានឹងយើងនិយាយឲ្យសច្ចៈជាងត្រង់តែម្ដងអ្នកដែលមានមច្ឆាទិដ្ឋិជាមួយនឹងព្រះអង្គច័ន្ទមនីសូមនៅជាសុខនិងរងាប់ចិត្តកុំប្រើពាក្យគ្រូតគ្រៀតជាមួយនឹងបុគ្គលសង្ឃព្រះអង្គច័ន្ទមនីអីវានាំឲ្យប៉ះពាល់ដល់តម្លៃថ្លៃថ្នូរនៃពុទ្ធសាសនារបស់យើងហើយកាលណាតែប្រទេសកម្ពុជាយើងមិនគោរពពុទ្ធសាសនាឬក៏ទុកពុទ្ធសាសនាជាកន្លែងដែលផ្ចាញ់ផ្ចាលគ្នាហើយសង្គមមនុស្សនឹងធ្លាក់ចុះនៅក្នុងភាពអសិលធម៌ទិដ្ឋភាពអបាយមុខនឹងកើតឡើងក្មេងលែងឲ្យតម្លៃចាស់កូនលែងឲ្យតម្លៃម៉ែឪប្អូនលែងឲ្យតម្លៃបងសង្គមនឹងคล้ายទៅជាសង្គមដែលពិបាកគ្រប់គ្រងនឹងទទួលយកបានក្នុងហេតុនេះសូមបងប្អូនជនរួមជាតិរួមរក្សាសិលមានន័យថាភ្ញាក់រលឹកឡើងចំពោះការរស់នៅប្រចាំថ្ងៃសូមយកព្រះពុទ្ធពធព្រះសង្ឃជាទីពឹងចូលព្យាយាមរក្សាសិលបើមិនអាចរក្សាសិល8បានសូមត្រឹមរក្សាសិល5បើ5មិនបានទៀតសូមឲ្យមានសិលក្នុងចំណោម5យ៉ាងហើយក៏មាន4ឬក៏មាន3ដែរខ្ញុំមិនស្នើឲ្យរក្សាសិល5ទេគ្រប់គ្នានោះឡើយមានតែស្ដេចចក្រពត្តិកើតឡើង
ទើបជារាជទាំងអស់មានការរក្សាសល់ខ្ជាប់ខ្ជួនប៉ុន្តែស្ដេចចក្រពត្តិកើតឡើងវាមិនងាយឡើយវាមិនងាយទេបាទអញ្ចឹងនៅក្នុងឱកាសនេះសូមឲ្យយុវជនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមរក្សាសីលបើមិនបាន8ខ្ញុំមិននិយាយដល់សីល10ទេណាត្រឹមសីល8ហើយនិងសីល5ទៅចុះបើមិនបាន8វាតឹងតែងពេកត្រឹម5បើ5នឹងមិនបានទៀតសូមរក្សាឲ្យបាន3ទៅ4ព្រោះ1នឹងតែដាច់2នឹងតែដាច់ហើយ1ដាច់គឺសូរ៉ា 90% ប្រជាពលរដ្ឋខ្មែរទទួលទានសូរ៉ាឥឡូវនេះវាឈានទៅទទួលទានសូរ៉ានៅក្នុងបុណ្យសពបុណ្យ7ថ្ងៃហើយហ្នឹងអញ្ចឹងសូរ៉ានេះគឺលុបបាត់មិនបានអាហ្នឹងគឺដាច់សល់មួយបាត់ហើយព្រោះសល់5សូរ៉ាមីរយៈហ្នឹងគឺក៏ជាការហាម5របស់ព្រះពុទ្ធសាសនាដែរពុទ្ធកុហកតែងតែឆ្លៀវឆ្លាតគេថាល្អលល្អអាចបន្តិចបន្តួចហើយអានឹងដាក់ក៏ដាច់ដែរអញ្ចឹងបើដាច់អា2ហ្នឹងហើយយើងរក្សាឲ្យបាន3ហើយបើអ្នកខ្លះទៀតគេប្រកាន់ជាប់ឲ្យបាន4តែបើបាន5រត់តែល្អប៉ុន្តែគីឡូដល់វាមិនបានអញ្ចឹងខ្ញុំមិនដាក់សម្ពាធទេធ្វើម៉េច5ហ្នឹងឲ្យបាន3ទៅ4ទៅក៏ក្នុងសង្គមការរស់នៅរបស់យើងមានសភាពថ្លៃថ្នូរបាទឥឡូវនេះឃើញទេក្មេងទំនើងកើតឡើងសាហាវជាងចំនួនមុនទៅទៀតដោយសារតែក្មេងលែងឲ្យតម្លៃនៅសិលធម៌ដោយសារតែក្មេងលែងឲ្យតម្លៃព្រះសង្ឃដោយសារតែក្មេងគ្មានការស្ដាប់ព្រះសង្ឃឬក៏ក្មេងលែងស្គាល់គុណតម្លៃពុទ្ធសាសនាក្មេងលែងខ្លាចវត្តចំនួនខ្ញុំខ្លាចវត្តណាដើរទៅដល់ខ្លោងទ្វារវត្តដោះស្បែកជើងមានមួកដោះមួកជិះកង់ចុះទៅលើកង់បារាំងអត់ហ៊ានល្មើសទេឃើញព្រះសង្ឃគោរពរហូតដល់ខ្លាចទៅទៀតទៅខ្លាចមានន័យថាព្រះសង្ឃកាន់វិន័យក្រាប់ណាខ្លាចតែហ៊ានដើរចិត្តព្រះសង្ឃទេប៉ុន្តែក្មេងឥឡូវអត់ទេក្មេងខ្លះឃើញព្រះសង្ឃលែបខាយព្រះសង្ឃអត់ទៅនឹងថាខ្លួនកំពុងតែបង្កើតហេតុធ្លាក់ចូលនរកអញ្ចឹងទេសង្ឃឹមថាពូជសាសន៍ខ្មែរយើងនឹងរួមគ្នាបង្កើតសង្គមមួយឲ្យមានសភាពថ្លៃថ្នូរតាមរយៈការប្រតិបត្តិសាសនាផងការសិក្សារៀននៅសាលារៀនផងគោរពគ្រូគោរពម៉ែឪគោរពបងប្អូននោះទើបសង្គមយើងរីកចម្រើនក្នុងភាពថ្លៃថ្នូររីកចម្រើនសេដ្ឋកិច្ចតែបើពលរដ្ឋខ្វះភាពថ្លៃថ្នូរក៏គ្មានតម្លៃសម្រាប់ពិភពលោកកោតក្រែងដែរយើងដឹងគ្រប់គ្នាថាប្រទេសជប៉ុនសេដ្ឋកិច្ចលេខ1នៅលើពិភពលោកប្រទេសជប៉ុនល្បីមួយទៀតកម្មសិលធម៌ល្អពលរដ្ឋមានសិលធម៌ល្អលេខ1នៅក្នុងពិភពលោកទៀតយើងឃើញគំរូគេតែយើងអត់បានរៀនតាមគេទេយើងអត់បានយកគំរូល្អរបស់គេមកដាក់ក្នុងខ្លួនឡើយយើងបានត្រឹមតែស្ងប់ស្ញែងគេតែអត់បង្កើតខ្លួនឯងឲ្យដូចគេនោះទេកន្លែងនេះដែលសូមគូបញ្ជាក់ថាយើងគួរតែភ្ញាក់រលឹកដោយសារប្រទេសយើងកាន់ព្រះពុទ្ធសាសនាហើយសាសនាពុទ្ធជាសាសនារបស់រដ្ឋត្រូវផ្ទៀងផ្ទាត់ជាមួយនឹងការរស់នៅរបស់ខ្លួននិងការព្រានប្រដៅរបស់ព្រះពុទ្ធសំណាក់គោតមហើយយើងមិនបញ្ស៊ីឲ្យវាដូច 100% នៃព្រះពុទ្ធអាវ៉ាតទេប៉ុន្តែយ៉ាងហើយកុំដើរឆ្ងាយពីពុទ្ធអាវ៉ាតខ្លាំងពេកយើងមិនអាចធ្វើតាមពាក្យគ្រូ100ទេប៉ុន្តែសូមឲ្យធ្វើតាមពាក្យគ្រូ8ទៅ85ទៅក៏វាល្អណាស់ដែរកុំពាក្យគ្រូ100ធ្វើបានតែ10 20អានឹងអន្តរធានក្នុងឆាកជីវិតរបស់បងប្អូនហើយអន្តរធានក្នុងសង្គមជាតិខ្មែរទៅទៀតបាទនៅក្នុងវីដេអូនេះសូមប៉ុណ្ណឹងទៅចោះហើយខ្ញុំក៏សូមត្រេកអរជាមួយនឹងព្រះអង្គវាអ្នកវិស័យបណ្ឌិតច័ន្ទមនីដែលលោកប្រកាន់នៅសច្ចវិជ្ជាវិលត្រឡប់ចូលទៅក្នុងព្រៃដើម្បីចម្រើនពធវិញហើយខ្ញុំក៏សូមជូនពរឲ្យព្រះអង្គមានសុខភាពល្អប្រកបដោយមិត្តជុំវិញខ្លួនមិនថាមិត្តអាក្រក់ឬក៏មិត្តល្អទេឲ្យទៅជួបព្រះអង្គនឹងខ្លាចទៅជាមិត្ត
នៅក្នុងព្រៃមានតែសត្វនោះទេតែថាសត្វអេឌីឆានអញ្ចឹងសូមឲ្យសត្វអេឌីឆានទាំងអស់នោះយកព្រះអង្គធ្វើជាមិត្តហើយថែរក្សាព្រះអង្គកុំឲ្យមានអន្តរាយណាមួយដល់រាងកាយព្រះអង្គនិងអាយុរបស់ព្រះអង្គសូមឲ្យទេវតាគ្រប់សតបណៈគ្រប់ទេវតាទាំងអស់មិនថាទេវតារក្សាភ្នំទេវតារក្សាទឹកដីទេវតានៅក្នុងព្រៃឬក៏ទេវតាកាន់ដើមឈើណាទេសូមយកព្រះអង្គជាមិត្តនិងទំនុកបំរុងព្រះអង្គឲ្យព្រះអង្គមានជំនឿយឺនយូរហើយព្រះអង្គនឹងឆាប់បានសម្រេចពធណាមួយទៀតនឹងអាចត្រឡប់មកប្រោះអ្នកដែលមានឧបនិស្ស័យជាមួយព្រះអង្គបន្តទៀតបាទសូមអរគុណសូមជម្រាបលា